បាទជំរាបសួរបងប្អូនប្រិយមិត្តក្នុងបណ្ដាញសង្គម Facebook ទាំងអស់ជាទីមេត្រីបាទឃើញថាការដែលខ្ញុំបានបង្ហោះព័ត៌មានបាទស្ដីអំពីធានវុធីបាទគេហៅថាធ្វើការសុំទោសដល់សម្ដេចសង្ឃនាយកអង្គលំហេងហើយនឹងសម្ដេចពោធិវាំងជាច្រើនហ្នឹងគឺថាឥឡូវនេះគឺថាមានប្រតិកម្មជាច្រើនបានបង្ហាញពីគេហៅថាធានវុធីដែលគឺជាមនុស្សមហិច្ឆតាមានអំណាចមានលុយបាទគឺថាចេះប្រើលុយបាទហើយចឹងទេមិញនេះគឺថាបងប្រុសនៅសហរដ្ឋអាមេរិកបានខលមកខ្ញុំផ្ទាល់បាទពីរដ្ឋ Boston ដែលគាត់បាននិយាយថាបុគ្គលធានវុធីនេះធ្លាប់បានគម្រាមសម្លាប់គាត់បាទធ្លាប់បានគម្រាមខលសម្លាប់គាត់ដោយសារថាគាត់លែងជួយវត្តរបស់ធានវុធីនោះបាទគាត់គឺថាគាត់មានជាប្រធានសមាគមទ្រទ្រង់ពុទ្ធសាសនាគឺថាចំណាយលុយរាប់លានដុល្លារជួយដល់វត្តទូររាជានោះតែដោយសារថាដៃស្ដាំចំណិតរបស់ធានវុធីនោះឃើញគេហៅថាឃើញលោកហាក់នៅដែលជាប្រធានសមាគមនៅសហរដ្ឋអាមេរិកហ្នឹងគឺថាគាត់ជឿសុបដោយសារតែជឿសុបហើយទាំងគេហៅថាបើធម្មតាតែជឿសុបគឺល្ងិតល្ងងហើយគឺថាគេនិយាយមួយគឺមួយពីរគឺពីរគឺជឿគេអញ្ចឹងគឺថាมันបានថ្លឹងថ្លែងពិចារណាប្រមាណទេតែដោយសារថាដៃស្ដាំហ្នឹងគឺថាលួចខ្សឹបប្រាប់ថាណែបងពូកុំជឿណាគេយកលុយហ្នឹងគេយកទៅដាក់កងធនាគារគេទិញដីគេសង់វិឡាគេមានប្រពន្ធចុងណែណោះដល់អញ្ចឹងទេមនុស្សដូចថាភ្ញាក់តែម្ដងដល់ទៅពេលភ្ញាក់ហើយគឺថាចាប់ដើមមានការសង្ស័យអីជាច្រើនដល់អញ្ចឹងទេក៏បានគេថាបែកធ្លាយដឹងរឿងជាច្រើនហើយសមិទ្ធផលរបស់បងនៅសហរដ្ឋអាមេរិកដែលគាត់បានខលមកហ្នឹងគឺថាគាត់បានកសាងជាច្រើនមានតាំងពីពុទ្ធមានតាំងពីសាលាសំណាក់ស្អីជាច្រើនគឺថាខ្ទង់មិនក្រោមលានដុល្លារទេដែលគាត់បាននិយាយហើយគាត់តែការខលទៅឲ្យផ្ញើ 3-4 ម៉ឺនដុល្លារឲ្យគាត់ទៅហើយអត់មានឃើញធ្វើអីសោះអញ្ចឹងទេឃើញថាការដែលយកលុយហ្នឹងគឺថាធានវុធីបានគេហៅថាយករបបបាទយកថាយកពុទ្ធសាសនាយកទៅរស់ស៊ីយ៉ាងម៉េចបាទគឺថាធានវុធីហ្នឹងគឺថាធ្វើបាតលោកបិណ្ឌបាតហ្នឹងហើយនៅក្នុងបាតហ្នឹងគឺគេដាក់រូបគេធានវុធីហ្នឹងដែលជាតាំងខ្លួនដែលជាព្រះសិហាមត្រីហើយបាតនោះបងប្អូនដឹងតម្លៃមួយប្រមាណទេ$250បាទគ្រាន់តែបាតលោកធម្មតាយើងទិញនៅសានៅអីអស់ហើយ$20ព្រោះខ្ញុំមិនដែលទិញទេបាតលោកវាមិនដាំពេជ្រដាំមាសទេដល់$250ហើយអាវយឺតបាទអាវយឺតដែលដាក់រូបធានវុធីដែលគេបោះពុំហ្នឹង$100បាទក៏ទៅស្រួលណាគេយកអាជីវកម្មស្រួលហើយត្បូងបាទត្បូងដែលគេហៅថាគេបានយកមកពីណាឋានតុកសិតឋានត្រៃលោកអីបាទទិញសារថ្មីទេបងនេះ$10-20តែគេយកទៅអភិសេកគេយកទៅឧបកិច្ចបាទមានតាំងពីអាតូចកញ្ចុំតូចហ្នឹង$100រហូតដល់$500រហូតដល់អាប៉ិនបាតដៃ$5000ហើយខ្ញុំសួរគាត់នៅអាមេរិកថាត្បូងនឹងលក់បានទេគាត់ថាលក់បានទេត្បូងធ្វើឆ្កែពាក់ហ្នឹងគាត់និយាយអញ្ចឹងមានន័យថាធានវុធីគឺថាมันដូចបងប្អូនបានដឹងទេអញ្ចឹងមិនថារឿងដល់បែកធ្លាយបានយើងដឹងថាធានវុធីគឺជាជនបោកប្រាស់បាទគឺថាគេមានគេថាគេដាក់ឡាំងដាក់កេះគេយកទៅលក់នៅអាមេរិកបាទហើយធានវុធីនេះចេះចំណាយលុយទៀតបាទអញ្ចឹងថាកេះអញ្ចឹងគេដាក់គឺថាបន្ទាន់ឬក៏បញ្ញាប់ឬក៏ VIP អញ្ចឹងណាអញ្ចឹងគេផ្ញើទៅគេចំណាយលុយមកកេះហ្នឹងគេលក់បាន$20000ឬ$30000អញ្ចឹងគេចំណាយ$1000សម្រាប់គេហៅថាជួលមនុស្សឲ្យរត់យកទៅដល់រដ្ឋហ្នឹងបាទដែលគេផ្សព្វផ្សាយហ្នឹងបាទអញ្ចឹងទេខ្ញុំជំរាបដល់ក្រសួងធម្មការសាសនាម្ដងទៀតបាទអាដាមរដ្ឋមន្ត្រីមិនខិនគួរពិចារណារឿងបុគ្គលធានវុធីបាទវាធ្វើនេះវាមកចូលហៅថាបំភ្លឺមុខអភិបាលខេត្តបាទបំភ្លឺមុខអភិបាលខេត្តកដាលព្រឹកមិញនេះគឺថាវាចង់មកនៅវត្តនឹងវិញហើយបើអស់លោកឲ្យវានៅក្នុងវត្តនឹងទៀតគឺអាលាយហើយបាទសាសនាស្រុកខ្មែរអាលាយហើយបាទត្រូវអាគុំវាទាំងអស់អាគុំវាអីគឺចាយលុយបាទអាគុំវាគឺប្រើលុយចឹងទេម្នាក់វាឲ្យប៉ុណ្ណេះព្រោះធានវុធីមនុស្សឆ្លាតមនុស្សចេះប្រើលុយរហូតដល់គម្រាមសម្លាប់បាទបងប្រុសនៅសហរដ្ឋអាមេរិក
ឆ្នាំ2013 ខែ 3 បាទគាត់ប្រាប់ខ្ញុំច្បាស់ណាស់ហើយគាត់ថាបើហ៊ានមកស្រុកខ្មែរធានវុធីនឹងជួលអង្គរៈបាទដែលជាអង្គរៈរបស់ធានវុធីនឹងទៅសម្លាប់បាទនេះជារឿងពិតបាទដែលបងប្រុសនៅសហរដ្ឋអាមេរិកបានខលមកឲ្យដឹងពីគេហៅថាពុតបុតរបស់ធានវុធីព្រោះរឿងនេះអត់មានអ្នកណាដឹងទេគុំតែផ្ទុះ Facebook មកជាងទេមានការស៊ើបអង្កេតមានអធិការកិច្ចហើយដោយសារតែបញ្ញាវាងវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនគឺថាលោកដឹងណាមនុស្សណាល្អមនុស្សណាអាក្រក់បាទចឹងទេសម្ដេចបញ្ជាដាក់បទបញ្ជាដាច់ណាត់គឺថាឲ្យចាប់បុគ្គលគេហៅថាយកសាសនាទៅជន់ឈ្លីធានវុធីនេះយកមកដាក់ទោសបាទហើយចឹងទេខ្ញុំគ្រាន់តែជំរាបប្រាប់បងប្អូនឲ្យដឹងពីគេហៅធានវុធីមិនមែនត្រឹមតែសាពះបលាំងឲ្យក្រុមគេបង្កើតជាសង្ឃដល់ថ្នាក់នេះខុសមួយទៀតក្នុងពុទ្ធសាសនាគឺធានវុធីនេះឯងបំពោះលោកសង្ឃខ្លួនឯងបាទអ្នកអត់ចេះអីហ្នឹងយកមកបបួសហើយគេបំពាក់បំពន់ទៅឯងនៅហ្នឹងឯងសាពះគ្រប់អញធ្វើជាព្រះសិអាមិត្រីមួយខែឲ្យឯង200ឬ300ឡាហើយជួយផ្សព្វផ្សាយគ្នាឯងទៅធ្វើម៉េចឲ្យគេជឿអញបាទវាសិតតែអញ្ចឹងអ្នកឯងមើលមានបងប្អូនឯណាមកបោះសម្ញាំមកដាំបាយដាំអីហើយតាំងគោរពអញជាព្រះសិអាមិត្រីបាទវាសិតតែអញ្ចឹងតើទុកទៅនៅយ៉ាងម៉េចទៀតបាទជំរាបទៅដល់ខាងឯកឧត្តមរដ្ឋមន្ត្រីក៏ដូចជាសម្ដេចសង្ឃអីទាំងអស់បាទគុំនេះគុំខ្លាចបាទព្រះសិអាមិត្រីមិនមែនត្រាស់ដឹងនៅឆ្នាំ2500 2000ហ្នឹង2014ហ្នឹងបងណាបាទត្រូវឆ្នាំគេថាពុទ្ធសករាជនៃ5000ព្រះវស្សានោះហើយមិនមែនគេហៅមកជិះម៉ូតូដុបមកត្រាស់ដឹងទេបាទចឹងទេគឺថាមានជារឿងអច្ឆរិយៈច្រើនឥឡូវធានវិធីគេថាតាំងខ្លួនគេឥឡូវគេសុំទោសហើយគេលែងធ្វើជាអីណាព្រះសិអាមិត្រីបាទចឹងទេគេសុំនៅវត្តនឹងវិញមិនបាទហាមដាច់ខាតគឺថាអត់ទេបើធ្វើចឹងប្រហែលជាមានរឿងបាទពួកបងប្អូនយើងគឺថាអត់គ្រប់គ្រងទេហើយចឹងទេថ្ងៃនេះខ្ញុំបានមកដល់ខាងពោធិ៍សាត់បាទគឺថាផ្ទះរបស់គេឋានរបស់លោកថេតបាទដែលជាគេថាអ្នករស់នៅក្នុងក្រុងពោធិ៍សាត់មួយដែលគឺថាជាអ្នកគេថាតាមដានសង្គម Facebook មួយរូបដែរបាទហើយចឹងទេយើងជួបគាត់ចង់សួរយោបល់គាត់ថាតើកាលដែលគេហៅថាបុគ្គលទ្រុសិលធានវុធីនេះបាទដែលយកពាក់ស្បង់ស្លៀកស្បង់សជីវរអីចឹងមកគេហៅថាមកយកសាសនាមករស់ស៊ីមកជន់ឈ្លីតើបងយល់យ៉ាងម៉េចដែរបាទសូមអញ្ជើញបាទដាក់មកមុខទីលឺបងក៏ប្រាប់អូនថាទៀតខិតបើឃើញតែគាត់បើគិតជាផ្លូវច្បាប់ក្នុងពុទ្ធសាសនាគាត់ខុសពីព្រោះគាត់យកសាសនាពុទ្ធគឺជាសាសនារបស់រដ្ឋគាត់យកទៅជន់ឈ្លីចឹងគាត់មានទោសមួយក្នុងពុទ្ធសាសនាហើយតែដោយឡែកគាត់បានគម្រាមសម្លាប់គេគាត់ត្រូវជាប់ទោសព្រហ្មទណ្ឌមួយទៀតដោយសារគាត់បោកគេដឹងរឿងគាត់គម្រាមថាបើសិនជាឯងមកស្រុកខ្មែរនឹងឲ្យអង្គរៈតាមសម្លាប់អញ្ចឹងបានន័យថាគាត់មានទោសព្រហ្មទណ្ឌមួយទៀតហើយអញ្ចឹងទោសគាត់មានច្រើនអញ្ចឹងខ្ញុំគិតថាក្រសួងធម្មការខ្ញុំសូមអាដាមប៊ិនខិនគួរតែពិចារណារឿងហ្នឹងមិនគួរឲ្យគាត់រួចខ្លួនដោយស្រួលទេហើយមិនគួរឲ្យគាត់នៅវត្តទួលរាជានេះតទៅទៀតទេបើទោះជាគាត់រលុយបានប្រមាណដែលយកមកកសាងវត្តនេះគឺជាល្បិចបោកប្រាស់របស់គាត់ដើម្បីយកមកកសាងផងមួយចំណែកគាត់ទុកធ្វើអីមួយរបស់គាត់ចិញ្ចឹមស្រីក្មេងចិញ្ចឹមអីដូចដែលបងប្អូននៅអាមេរិកខលមកលោកខាន់ច័ន្ទសុផលមិញអញ្ចឹងខ្ញុំសូមខ្ញុំបានក៏សូមដល់អាដាមថាតែកុំឲ្យមានអញ្ចឹងតទៀតព្រោះអាដាមជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបើកាលណាអាដាមទូលទុនអញ្ចឹងសង់មួយអង្គហ្នឹងអីដែលតាំងនាមថាបុគ្គលមួយអង្គតាំងនាមថាជាព្រះសិអាមិត្រីហ្នឹងមកសុំទោសរួចខ្លួនអញ្ចឹងចុងលោកសង្ឃដែលមកចូលរួមធ្វើបាតកម្មលោកសង្ឃដែលនៅក្រៅវត្តនោះហើយមកចូលរួមបាតកម្មហើយទៅសុំទោសសក្តិវត្តបាននៅវត្តវិញអញ្ចឹងបានន័យថាយកសាសនាធ្វើជាឈ្មោះអញ្ចឹងខ្ញុំគិតថាប្រជាពលរដ្ឋនៅទូទាំងប្រជាណាចក្រកម្ពុជានិងបងប្អូននៅក្រៅប្រទេសនោះក៏គាត់មិនស្វាគមន៍ដែរពីព្រោះគាត់គិតថាពុទ្ធសាសនា
គឺជាសាសនារបស់រដ្ឋហើយជាសាសនារបស់ជាតិអញ្ចឹងបងប្អូនដែលនៅបរទេសនៅឯនេះសមុទ្រគាត់បានខលមកលោកខាន់ច័ន្ទសុផលក៏ដូចជាខ្ញុំបានឮផ្ទាល់ថាបោកគេនៅនោះយ៉ាងម៉េចយកមកធ្វើអីហើយវាអត់ដូចបំណងគេអញ្ចឹងខ្ញុំគិតថាគួរតែអាដាមពិចារណាហើយគួរតែយកគាត់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ពីព្រោះគាត់ទី1គាត់ខុសផ្នែកពុទ្ធសាសនាយកសាសនាទៅជន់ឈ្លីធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើពុទ្ធសាសនាទី2ទៀតគាត់គម្រាមសម្លាប់គេអញ្ចឹងគាត់ជាប់ទោសព្រំប្រទានហ្នឹងមេត្រាចាំខ្ញុំនឹងឆ្លើយតបនៅពេលក្រោយចាំខ្ញុំសួរអ្នកច្បាប់ឲ្យច្បាស់សិនព្រោះគាត់គម្រាមគេគាត់មានទោសព្រំប្រទានខ្ញុំចាំច្បាស់ណាស់ពីព្រោះខ្ញុំក៏ធ្លាប់បានរៀនដែរអញ្ចឹងក៏ខ្ញុំសូមម្ដងទៀតអាដាមប៊ិនខិនសូមលោកអាដាមគួរពិចារណាត្រង់ហ្នឹងកុំឲ្យយកសាសនាមកជន់ឈ្លីហើយមិនឲ្យមកនៅវត្តទូរាជានេះតទៅទៀតទេសូមអរគុណហើយបើខ្ញុំចេះប្រហើបបន្តិចគាត់ថាបើបុគ្គលធានវុធីនោះឯងជាបុគ្គលមានសិលមានអីនោះណាទៅនៅណាជើងភ្នំដាច់សយារតនមណ្ឌលគិរីណានោះទៅតាំងសមាធិបាទទៅតាំងសមាធិនៅក្នុងទៀតទៅធ្វើទៅយកលុយណាកសាងវត្តឲ្យស្អាតបានដូចនឹងទៀតទៅកុំសុំនៅកន្លែងវត្តនឹងដដែលទៀតបាទហើយបងប្អូនយើងនៅអាមេរិកបាទគាត់ផ្ដល់ជាច្បាប់ជាមតិយោបល់ថាបើនៅអាមេរិកវិញគឺថាបើបុគ្គលដែលគេដឹងថារកស៊ីបោកប្រាស់យកសាសនាគេទៅជន់ឈ្លីចឹងគឺទ្រព្យសម្បត្តិទាំងអស់គេដកហូតជាសម្បត្តិរដ្ឋបាទមកកាក់មួយសែនគេឲ្យសល់ហើយគេផ្ដំទៀតទោសទៀតចឹងទេច្បាប់យើងគួរតែគេហៅថាគួរតែអនុវត្តបាទទោះជាគេហៅថាក្នុងច្បាប់សាសនាអត់មានបាទព្រោះសាសនាជំនាន់ព្រះសិហាមេត្រីជំនាន់មុនប្រពុតមកគឺអត់មានបានចែងទេតើព្រោះពីមុនបាទមានចែងលោកណាប្រើទូរស័ព្ទប្រើ iPad ណាចឹងមិនដឹងថាឥឡូវវាមានគ្រប់ទំនើបអីបាទចឹងទេយើងគួរតែមានច្បាប់តែងចាក់តាក់តែងបាទលោកខ្លះមើលរឿងអាភាសរឿងសិចបាទលោកខ្លះណាយកស្រីទៅដេកកត់លោកខ្លះយប់ឡើងពាក់ខោលាអីចូលបារោគេបាទក្នុងច្បាប់សាសនាយើងត្រូវមានចែងទាំងអស់បាទមិនមែនថាហេអានឹងអត់មានត្រូវចាំនេះអត់បានទេបាទសាសនារបស់រដ្ឋបាទយើងគិតតែប៉ុណ្្នឹងហើយខ្ញុំក៏អត់មានអីថាជាវែងហោហែដែរហើយមានមួយទៀតគឺថាខ្ញុំឃើញ Facebook បាទស្រីកញ្ញាម្នាក់គេដាក់ឪពុកគេនឹងបានស្លាប់បាទហើយអត់មានអ្នកអើពើគាត់ផ្កាយ2ដល់ពេលស្លាប់ទៅបានទទួលផ្កាយប្រឆាមរណៈបាទហើយចឹងទេខ្ញុំក៏សូមចូលរួមលែកទុកសោកស្ដាយផងដែរតែគាត់ថាអត់មានអ្នកយកចិត្តទុកដាក់អីបាទនឹងឯងជារឿងអង្គភាពបាទអង្គភាពពូណាពិចារណាយកចិត្តទុកដាក់ចំពោះគាត់ផងដែលគាត់តស៊ូបម្រើជាតិតែត្រង់ថាគាត់គឺថាមានលុយវ៉លលានដុល្លារបើតាមខ្ញុំដឹងបាទហើយគាត់គឺថាមានប្រពន្ធចុងបាទប្រពន្ធចុងហើយគាត់លេងលបែងលេងអីចឹងទៅបាទហើយតបមកពេលគាត់ឈឺចិត្តស្លាប់បាទដង្ហើមចុងក្រោយគឺដោយពាក្យចាស់និយាយមែនគឺថាទៅមិនផុតពីមីដើមទេចឹងគឺគាត់វិលរកប្រពន្ធដើមវិញដែលកំពុងតែក្រីក្រកំពុងតែរលុយថ្លៃផ្ទះមិនបានផងហើយស្រែកដង្ហើយឲ្យខ្ញុំជួយឲ្យកូនរបស់គាត់ស្រីហ្នឹងកូនប្រពន្ធដើមហ្នឹងឲ្យខ្ញុំជួយដឹកគាត់ទៅខេត្តទៅអីខ្ញុំថារឿងនេះជារឿងរបស់គាត់ចឹងកម្មពៀវេរារបស់គាត់ដែលគាត់បានធ្វើសាងឡើងពេលគាត់មានលុយរាប់លានដុល្លារវ៉លលានដុល្លារគឺគាត់មិនបានគិតគូរកូនគាត់ប្រពន្ធគាត់កូនកំមុំគាត់គឺអត់ទេគាត់គិតតែវីវក់នឹងលបែងណាកាស៊ីណូស៊ីសងជាដើមចឹងទេកម្មពៀវេរារបស់គាត់គឺចឹងដែរខ្ញុំក៏មិនថាជាអតិទេពទៅជួយគេបានគ្រប់រឿងទេបាទហើយចឹងទេសូមអរគុណបាទសូមជម្រាបលាបាទចុចបិទ